បន្ទាប់នឹងចិនចាប់ផ្ដើមធ្វើសមាយុទ្ធនាមាស2025ពីថ្ងៃទី14ដល់ថ្ងៃទី28ខែឧសភាខាងមុខនេះកងយោធពលខេមរៈភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិនចាប់ផ្ដើមធ្វើសមាយុទ្ធរួមគ្នាមិត្តភាពកម្ពុជានិងចិននាមាស2025ចាប់ពីថ្ងៃទី14ដល់ថ្ងៃទី28ខែឧសភាឆ្នាំ2025ខាងមុខនេះក្រមប្រធានបទប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នានិងការពារសង្គ្រោះមនុស្សធម៌នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោកឃុំសុជាតិអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅរុស្ស៊ីថ្ងៃពហុសមាយុទ្ធនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធន៍ការពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នានិងការលើកកម្ពស់សមត្ថភាពប្រយុទ្ធជាក់ស្ដែងរវាងកងទ័ពប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយតែប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍វាសនារួមកម្ពុជានិងចិនគ្រប់រដូវកាលក្នុងគត់សម័យថ្មីសមាយុទ្ធនាមាសឆ្នាំ2025នេះត្រូវចែកចេញជាពីរផ្នែកដោយទី1សមាយុទ្ធលើគោកនិងអាកាសនៅមជ្ឈមណ្ឌលហ្វឹកហ្វិនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយខេត្តកំពង់ឆ្នាំងនិងទី2សមាយុទ្ធសមុទ្រនិងអាកាសនៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុដោយមានកម្លាំងទ័ពកម្ពុជានិងចិនសរុបជាង2000នាក់ចូលរួមព្រមទាំងមានការប្រើប្រាស់សភាវុធគ្រឿងបំពាក់កាន់ទំនើបក្នុងនោះក៏មានការប្រើប្រាស់សិប្បនិម្មិត AI ដែលជាឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរៈភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជាស្របតាមស្ថានភាពវិវត្តនាពេលបច្ចុប្បន្នសមាយុទ្ធនាមាសឆ្នាំ2025គឺជាការឆ្លុះបញ្ចាំងអំពីផ្លែផ្កានៃមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសហរដ្ឋប្រជាមានិតចិនកាលពីខែមេសាកន្លងទៅបានជំរុញកាន់តែខ្លាំងក្លានៅការកសាងសហគមន៍វាសនារួមគ្នាកម្ពុជានិងចិនគ្រប់រដូវកាលក្នុងគុយសម័យថ្មីរវាងកងទ័ពកម្ពុជានិងចិននេះក៏ដូចជាសមាយុទ្ធកន្លងមកគឺធ្វើឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមកពង្រឹងសន្តិសុខទប់ស្កាត់អំពើភេរវកម្មហើយមិនមានបំណងគំរាមកំហែងឬធ្វើឲ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ